ឧត្តមសេនីយ៍យោធាលំដាប់ផ្កាយ3របស់រុស្ស៊ីត្រូវគេលបបាញ់បរហាមេបញ្ជាការកំពូលរុស្ស៊ីទទួលបន្ទុកផ្នែកស៊ើបការសម្ងាត់យោធាឬ GRU ត្រូវគេលបបាញ់ប្រហារជាច្រើនគ្រាប់នៅអគារស្នាក់នៅមួយកន្លែងនៃទីក្រុងមូស្គូគេសន្និដ្ឋានថាអំពើនេះអាចជាការប៉ោនប៉ងផ្ដេចផ្ដាល់ជីវិតរបស់លោកក្រោយការបាញ់ប្រហារនោះឧត្តមសេនីយ៍ឯក Vladimir Alexeyev ជាមេបញ្ជាការរងអង្គភាពស៊ើបការសម្ងាត់ GRU លោកត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយមានមុខរបួសសុសពេញខ្លួននេះបើតាមការបង្ហាប់ឲ្យដឹងពីក្រុមអ្នកស៊ើបអង្កេតជនដៃដល់នៅឈ្នួលអំពើបាញ់ប្រហារនេះចាប់មិនទាន់បាននៅឡើយទេហើយកំពុងរត់គេចខ្លួនថ្វាយត្បិតគោលបំណងនៃការបាញ់ប្រហារនេះមិនទាន់ដឹងពិតប្រាកដប៉ុន្តែមានចំណុចមួយដែលគេកត់សម្គាល់គឺថាការធ្វើឃាតឬប៉ោនប៉ងធ្វើឃាតមេធំផ្នែកយោធារបស់រុស្ស៊ីមិនមែនទើបតែកើតឡើងជាលើកទី1ទេចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងរហូតមកដល់ពេលនេះមេទាហានលំដាប់ឧត្តមសេនីយ៍របស់រុស្ស៊ីមិនតិចញាក់ឡើយដែលត្រូវគេធ្វើឃាតលោក Alexeyev បានដើរតួនាទីសំខាន់នៅក្នុងការចរចាគ្នាជាមួយទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group កាលពីពេលដែលក្រុមនេះបះបោរនៅអាជ្ញាធររុស្ស៊ីក្នុងឆ្នាំ2023អ្នកនាំពាក្យគណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ីលោកស្រី Svetlana Petrenko ថ្លែងថាឧត្តមសេនីយ៍ Alexeyev ត្រូវជន់ដៃដល់បាញ់នៃបរិវេណអគារមួយនៅតាមបណ្ដោយផ្លូវ Highway កណ្ដាលរាជធានីមូស្គូលោកស្រីថ្លែងបន្តទៀតថាសម្រាប់ពេលបច្ចុប្បន្ននេះក្រុមអ្នកស៊ើបអង្កេតនៅអ្នកឯកទេសខាងកោសល្យវិច័យកំពុងត្រួតពិនិត្យមើលកន្លែងកើតហេតុប្រភព Newsweek